Ok chân dương và chập vào đầu một nế nè và cùng nó ngày nít dương config router và dưới người ta tôi chỉ terminal server nè và tại dương tham gia terminal server nó chẳng ai remote và vì chồng ngái lọc cho tụi can này bọn pro tế bạt ca boss ឧបករណ៍ network របស់យើងដូចជា router ឬក៏ switch ជាដើមណាចឹងខ្ញុំបន្តឲ្យគាត់ជា terminal servers អូខេយើងសេពេញថាអូខេ terminal អូខេ server អូខេបាទហើយខ្ញុំយក switch មួយខាងនេះបាទបន្ទាប់មកខ្ញុំយក computer មួយគ្រឿងបាទហើយខាងនេះឧទាហរណ៍ខ្ញុំយក switch 3គ្រឿងណាឧបមាភាសាយើងទៅមករៀនដល់ switch ណាអូខេអញ្ចឹងខ្ញុំចាប់ផ្ដើម connect ពីខ្ញុំអាចយក function auto បន្តិចលឿនណាពី computer មក switch ហើយពី switch មក router ណាអូខេឃើញ file Ethernet 0/0 អញ្ចឹង file Ethernet 0/0 នេះខ្ញុំassign IP គាត់ថា 192.168.1.1 ហើយ subnet mask /24 ណាហើយ computer នេះខ្ញុំ assign IP ឲ្យ 192.168.1.2/2024 អូខេបាទបន្ទាប់មកខ្ញុំ assign IP static ឲ្យ computer នេះឲ្យហើយតែម្ដងមកណាបាទដើម្បីយើងតាមរយៈ computer ហ្នឹងយើងនឹង remote log ចូលទៅកាន់ព័ន្ធប្រតិបត្តិការរបស់ switch របស់យើងខ្ញុំដាក់ថា 192 អូខេ 168.1.2 បាទ default gateway គឺ IP របស់ router ណាគេចុច1ចុចអី1 DNS server មិនបាច់ដាក់ទេអូខេអូខេហើយនៅលើ router នេះបាទខ្ញុំត្រូវ add បាទបាទយើងត្រូវ add បាទយើងមើលដើម្បីយើង connect ដោយប្រើខ្សែ octal នេះបាទអញ្ចឹងយើងត្រូវ add កាតវាចូលណាអូខេអញ្ចឹងនៅនេះយើងបិទ power សិនគេដាច់ command អូខេហើយនេះយើងឃើញមានខ្សែនេះអូខេយើងឃើញមានthe បាទ HWIC 8A ណាអូខេបាទ provide up to H asynchronous មានន័យថាគាត់ផ្ដល់8 ports អូខេអញ្ចឹងយើងទាញមកដាក់វាមកអូខេហើយខ្ញុំបើក port វិញហើយយើងយកខ្សែ octal នេះណាដើម្បី connect អូខេឃើញមាន asynchronous 0.0.0 ហើយខ្ញុំ connect មក switch នេះតាមរយៈ con នៃ console អូខេដូចគ្នាណាខ្ញុំយកបន្ទាប់អូខេខ្ញុំ connect មក console ដែរអូខេយកទីអូខេ connect មកឲ្យ console ដែរអូខេបាទអញ្ចឹងនេះខ្ញុំដូរឈ្មោះវាណាខ្ញុំដូរថានេះដាក់ថា S0 នេះដាក់ថា S1 នេះដាក់ថា S2 ណាអូខេប៉ុន្តែធាតុពិតយើងដូរទៅខាងក្រៅទេអញ្ចឹងឥឡូវខ្ញុំចូល config ដូរវាបន្តិចឲ្យហើយណានៅពេលដែលយើង remote ពីនេះទៅឲ្យឃើញថា switch ហ្នឹងគឺ S0 ខ្លាចដូចយើងច្រឡំគ្នាបើសិនអត់ដូរទេចេញ switch ទាំងអស់អូខេដោយសារយើងមើលឈ្មោះវាយើងចូលមកកន្លែងនេះមកយើងឃើញវាថា switch ចឹងណាបើយើងអត់ config ឈ្មោះវាឲ្យទេមិនដឹង switch មួយណាអញ្ចឹងយើង enable តិចមក configure terminal host name IIA0 ហើយខ្ញុំ save វាមួយ Durai ណាអូខេខ្ញុំបិទវាចោលវិញអូខេ switch នេះខ្ញុំ config ឈ្មោះវាដូចគ្នាដែរណា enable configure terminal host name ដាក់ថា IIA/1 ហើយខ្ញុំ save វាអូខេ Durai ណាអូខេហើយ switch ទូនេះណា enable configure terminal ហើយខ្ញុំដាក់ឈ្មោះវាថា IA2 save វា Durai ណាអូខេអញ្ចឹងអានេះគ្រាន់តែយើងចង់ថាពេលដែលយើង remote តាម
line លេខ2មកឲ្យឃើញថាចូលដល់ S0 ណា line លេខ3មកដល់ S1 ហើយ line លេខ4មកដល់ S2 អូខេឥឡូវសំខាន់យើងមក configure router ណាបាទអញ្ចឹងយើងត្រូវចូលទៅកាន់បាទ command line interface ហើយនេះយើងវាយ node គេគឺយើងចូលដល់ router របស់យើងគឺ user mode ណាអញ្ចឹង command នេះគឺ enable តមក configure terminal ហើយខ្ញុំដាក់ឈ្មោះវាមួយថា terminal server ណាអូខេសំខាន់យើងត្រូវ config file ethernet 0/0 ណាអូខេយើងមើលរូបជាក់ស្ដែងចេញពីនេះមក switch ហើយមក router ហើយបន្តខាងនេះណាអូខេហើយ command ហ្នឹងគឺ interface file ethernet 0/0 តមកយើង assign IP មុនក៏បានបើក port មុនក៏បានណាបាទប៉ុន្តែបើបើក port ហើយអត់មាន IP ក៏អត់ន័យដែរណាអញ្ចឹងដាក់ IP មុនមក100 copy 168.1.1 ណាពីដល់5 3ដងឧស្សាហ៍ស្លាស់យើង24ចុចអី0យើងបើក port no អី shut up អូខេយើងឲ្យ seed បាទអូខេឥឡូវយើងចាប់ផ្ដើមបាទ enable ISH ណាអញ្ចឹង command យើងគឺ IP ដោយ domain name ឧទាហរណ៍យើងខ្ញុំដាក់ថា e3 e4 ណា .com អញ្ចឹងអត់អូខេបាទបន្ទាប់មកយើងមាន command អីណាcrypto គឺ encrypt keys បាទ generate RSA ហ្នឹងគឺជាឈ្មោះបាទអ្នកប្រាជ្ញ3នាក់ដែលបង្កើត algorithm ហ្នឹងក្នុងការ encrypt ហ្នឹងណាអូខេហើយខ្ញុំភ្លេចឈ្មោះគាត់ទៅហើយបើយើងអាច search បន្តិចមកឃើញហើយហ្នឹងដូចជា reverse S ហ្នឹងដូចជា Samware ហើយ A ដូចជា Elderman មិនទេណាខ្ញុំដូចជាភ្លេចដែរហើយយើងអាច search តិចឃើញហើយអូខេអញ្ចឹងយើងឃើញថាគាត់ឲ្យយើងតើយើងត្រូវការប្រមាណ bit ដើម្បី encrypt ហ្នឹងណាហើយយើងមើលគេថាត្រូវតែធំជាង512ណាអញ្ចឹងឧទាហរណ៍ខ្ញុំដាក់មិញ1024អូខេបាទអញ្ចឹងយើងមើល ISA យើង version 1.94 ហ្នឹងត្រូវបានយើង enable ហើយអូខេបាទអញ្ចឹងបន្តមកទៀតយើងដឹងថា remote access យើងធ្វើតាមរយៈ virtual terminal ណាបាទអញ្ចឹងយើងត្រូវទៅ enable វាប៉ុន្តែដើម្បី security យើងចង់ឲ្យគេ remote តាមរយៈ virtual terminal ហ្នឹងបំពេញ username ហើយ password អញ្ចឹងខ្ញុំបង្កើត username ហើយ password មួយសិនណាអូខេអញ្ចឹង command យើង username ទីហោខ្ញុំដាក់ថា e3 e4 អូខេហើយ password ទីហោខ្ញុំដាក់1 2 3អូខេបាទ1 2 3មានន័យថា username password ត្រូវបានបង្កើតហើយប៉ុន្តែអត់យកតមយកទៅ apply នៅលើ line ណាមួយនៅឡើយទេណាអូខេឥឡូវដើម្បី remote access យើងត្រូវ enable virtual terminal អញ្ចឹងយើងប្រើ command line ពី device 0.4ណាអូខេបន្តមកទៀតយើងត្រូវទាញយក local database ដែលយើងបានបង្កើត username នេះ password នេះមកដាក់ក្នុង line នេះនៅពេលដែលគេ remote តាមរយៈ SSH ចូលមកកាន់ line ហ្នឹងត្រូវបំពេញព័ត៌មានហ្នឹងអញ្ចឹងយើងមាន command login local អូខេ login local អូខេបន្តមកទៀតណាបើសិនតែយើងបញ្ឈប់ត្រឹមប៉ុណ្ណឹងយើងអាចទាំង telnet យើងអាចទាំង SSH ប៉ុន្តែគោលដៅរបស់យើងចង់បិទ telnet ណាដោយសារ telnet វា unsecure អត់ encrypt ទេណាអញ្ចឹងយើងឲ្យ remote ចូលមកហ្នឹងតតែប្រើ protocol SSH អញ្ចឹងយើងមាន command transport input បាទយើងមើលក្នុងនេះមានច្រើន all គ្រប់ protocol ទាំងអស់ណាបើនំអត់មាន protocol ណាមួយដែលអនុញ្ញាតទេណាបើសិនណា SSH គឺ SSH បើ telnet គឺ telnet អញ្ចឹងយើងសម្រេចចិត្តយក SSH អូខេបាទបន្តមកទៀតណាអានេះបានដល់ router ដែលដើរតួជា terminal server អញ្ចឹងយើងអាចឲ្យទៅដល់ switch ណាអូខេអញ្ចឹងខ្ញុំបាទមក privilege mode បន្ទាប់មកខ្ញុំប្រើ command មួយគឺ show line ដើម្បីមើលថាតើ line របស់យើង TGY ហ្នឹងពីលេខប្រមាណដល់លេខប្រមាណមិញយើងមាន8ខ្សែខត់នៃ8ខ្សែហ្នឹងតទៅកាន់ port ខុសនៃ console ណាអូខេ
ok giờ mới line này cứ console đó nè này cứ auxiliaries chẳng dưỡng thì lấy tí mà đo lên lấy còn buồn nè lấy tí mà đo lấy buồn ok chẳng dưỡng cho mà global mode với tại sao đó các configuration theo chặt đang vì global này một này dưỡng còn phong tại nó privilege mode nè ok chẳng configure terminal dưỡng cho mà enable line này đâm bây dưỡng ai remote ta đo lấy switch ok chân dương ấy lánh thì vài phí đó ấy làm buồn ok dương có trong cho local database để dương banประกาศ ពីលើ và đã đượcក្នុង line យ៉ាងដែរគឺ username ហើយ password នេះណា ok បាទអញ្ចឹងយើង login លោកអី local បាទ login លោកអី local អូខេហើយយើងក៏អនុញ្ញាតឲ្យតែ ISA ដែរអូខេអញ្ចឹង transport input ISA បាទប៉ុណ្ណឹងជាការស្រេចហើយណាឥឡូវដល់ពេលដែលយើងតេស្តប៉ុន្តែមុនតេស្តយើងធ្វើឲ្យកុំឲ្យវាបាត់បង់ដោយរយៈថាហេតុណាមួយ complex បាទ save វាណាបើសិននៅក្នុង privilege mode នេះយើងវាយ command តែ write មួយម៉ាត់គឺ O អីអូខេណាយើងវាយ write គឺអ្វីដែលយើង save នេះក៏ដំណើរការលើ RAM ចឹងពេលដែលយើង save វាទៅ store ទុកក្នុងអង្គចូលចាំមួយឲ្យឈ្មោះថា NVRAM ណាអត់បាត់បង់ទេទោះបី restart ឬក៏ដាច់ភ្លើងដល់រយៈថាហេតុណាក៏ដោយឥឡូវជំហានបន្ទាប់គឺយើងតេស្តដល់នេះណាចឹងយើងតេស្តពីម៉ាស៊ីនកុំព្យូទ័រនេះខ្ញុំតេស្ត remote មកកាន់router ដែលដើរតួជា terminal server ហើយក៏ខ្ញុំបន្ត remote ទៅកាន់switch ណាប៉ុន្តែមុននឹងតេស្តហ្នឹងយើងត្រូវដឹងថាតើ connection ពីកុំព្យូទ័រទៅដល់ router មាននៅយើងប្រើ command ping ដើម្បី test connectivity វិធីណាអូខេ ping យើង ping IP របស់ router យើងបារម្ភខ្លាចលើវានៅ problem ឡើយណាមួយយើងឃើញមាន reply គឺអូខេហើយណាបាទពី computer យើងដល់ router no problem អញ្ចឹងយើងចាប់ផ្ដើម test remote access ទៅយើងប្រើ protocol យើងអត់ telnet ទេគឺយើង SSH -L ឈ្មោះយើងមិញ E3 E4 គេដក clear មួយ IP របស់ router 192.168 ដែលដើរតួជា terminal server ហើយយើងបំពេញ password មិនខ្ញុំដាក់1 2 3គេយើងឃើញយើងមកដល់router ណាអូខេខ្ញុំអាចបន្តពី router ទៅទៅ switch អូខេដូចយើងបានដឹងនេះគឺមកដល់ user mode ដែរ user mode យើងអាច ping យើងអាច telnet យើងអាច show ណាដូចខ្ញុំបានកត់ឲ្យយើងពីខាងពីថ្ងៃមុនណាអូខេអញ្ចឹងយើងបន្ត telnet sorry ISA ដែលថាយើងបិទtelnet ហើយ minus L E3 E4.2 ខ្ញុំចង់ដាក់ទៅកាន់ switch I0 មក line លេខ 2 តោះនេះណាអូខេបាទដក clear មួយ via IP របស់ router 192.168.1 password ដូច1 2 3យើងឃើញដល់ I0 តោះនេះណាអូខេឥឡូវពេលដែលខ្ញុំ exit ចេញពី I0 យើងមើលអត់ exit បានទេតោះនេះណាអញ្ចឹងដើម្បីបានយើងចូលមក terminal server នេះបាទដើម្បី clear line លេខ 2 នឹងចោលអូខេអញ្ចឹងយើងមាន command clear line TTY ហើយមិញលេខ 2 ណាយើង confirm enter confirm យើងឃើញ status របស់យើងអូខេហើយឥឡូវយើងមកមើលក្នុង laptop នេះយើងឃើញយើងដាច់ពី switch យើងមកterminal server ណាអូខេហើយខ្ញុំអាច exit យើងឃើញមកដល់ computer យើងវិញអូខេឥឡូវខ្ញុំចង់ពី computer ទៅ switch តែម្ដងណាហើយដល់ switch តែម្ដងអត់ចាំបាច់ទៅដល់ router terminal server ហើយបានបន្តទេណាអូខេអញ្ចឹងយើងអាច ISH minus L E3 E4 ប៉ុន្តែខ្ញុំចង់មក switch S1 អញ្ចឹងខ្ញុំដាក់លេខលេខ 3 ណាអូខេ192 IP របស់ terminal server របស់ router ហ្នឹងគឺ .1.1 password 1 2 3
thì khơi mà tao S1 chắc nhưng ai bắt to config đây họ ta enable configure mà configure terminal nhưng ai config ấy to thiệt slide dương nè ok chắc phần năng nè ok miền đây thà terminal service và dưới các bạn này phải chọn ok nhưng mới vào dương exit mà vây nè to exit hấp bạc tên này ok mà clear nó là terminal server và lấy dân đô mà lên màn lịch bày confirm dương mà mơ là computer laptop dương ní trôn mà con mày computer con tay bây giờ theo nét đôi tên nè như sao bong theo lại theo này chiều mà rồi copy mà rồi học bay chọn mũi cái bàn thì close by for the host sao dương ao tại mình ai nè ok chân chấm bật record